កុំប្រកែប្រែប្រួលអារម្មណ៍ពេកចាព្រោះកាលណាអារម្មណ៍ប្រែប្រួលហ្នឹងអរម៉ូនក៏ប្រែប្រួលដែរសម្រាប់ស្ត្រីទីថាជឿអ្នកគ្រូសៃប៉ៅចាប៉ិតប្រកាសស្ត្រីយើងវាមានកត្តាផលប៉ះពាល់ដោយសារអារម្មណ៍ហ្នឹងច្រើនព្រោះដោយសារអារម្មណ៍ហ្នឹងវាធ្វើឲ្យប៉ះទង្គិចទៅលើអរម៉ូនភេទរបស់ស្ត្រីអឺស្ត្រូសែនប្រូហ្កេស្តេរ៉ូននឹងដូចគ្នាហើយគេណាតែប្រែប្រួលអរម៉ូនហ្នឹងវាឆ្លើយតបជាមួយនឹងបញ្ហាអត់មករដូវហេតុអីរដូវរអារោលហេតុអីធ្លាក់ឈាមអតមកហើយបាត់ហើយមកពីអីអត់មានកូនមកពីអីស្ងួតកាហាយផ្សាមកពីអីជ្រុះសក់មកពីអីមុខខ្មៅស្អាតចាស់ជាងវ័យមកពីអីចាហើយវាទៅជាកោតមុនពេញមុខនឹងមកពីអីជាប់មុខនឹងមកពីអីអញ្ចឹងមកថាមានរឿងជាច្រើនដែលកើតឡើងឬអារម្មណ៍ហ្នឹងអានេះនិយាយតែរឿងបន្តិចបន្តួចឯងមិនបាច់និយាយដល់រឿងផ្សេងទេអញ្ចឹងបងប្អូនការគ្រប់គ្រងអារម្មណ៍ក៏ជាចំណែកមួយដែលធ្វើឲ្យយើងមានសុខភាពល្អនិងមានដំណើរប្រសើរនៃអរម៉ូនផងដែរព្រោះស្ត្រីយើងរឿងធ្លាក់សមួយទៀតភ្លេចនិយាយចាធ្លាក់សហ្នឹងក៏វាមកពីបញ្ហាអរម៉ូនប្រែប្រួលនឹងដូចគ្នាហើយអរម៉ូនប្រែប្រួលហ្នឹងក៏វាយោងរឿងអារម្មណ៍យើងនឹងផ្លាស់ប្ដូរដែរទាំងអស់គ្នាក៏ដូចជាសុភាពនារីទាំងអស់គ្នាត្រូវដឹងថាកាលណាដែលយើងមានការប្រែប្រួលអរម៉ូនដែលជះឥទ្ធិពលទៅដល់រដូវយើងអត់មកធ្លាក់ឈាមនៅចន្លោះរដូវក៏វាមានជំងឺផ្សេងអញ្ចឹងអាសាទៅឆែកសុកទុកស្បូនដើម្បីប្រកាសចិត្តថាការដែលយើងប្រែប្រួលអរម៉ូនជាពិសេសអ្នកដែលអាសាសេត postatus អីញឹកញាប់ហ្នឹងចាឲ្យស្រាប់តែយោងទៅជាគេងលែងលក់រដូវអត់មកអីហ្នឹងឆាប់ទៅមើលស្បូនផងខ្លាចវាទៅជាមានការប្រែប្រួលដូចជាមានភីកុសដែលគេហៅថាពងញីទូចនៅក្នុងកសោមពងញីដែលធ្វើឲ្យស្ត្រីយើងពិបាកក្នុងការមានកូនហើយក៏ជាសញ្ញាឆ្លើយតបនាំឲ្យគាត់នឹងរាំងរដូវផងដែរអានេះខ្ញុំនិយាយតែមួយមុខទេប៉ុន្តែមានជំងឺស្រទាប់រដូវចាមានជំងឺផ្សេងដែលកើតឡើងនៅក្នុងស្បូនមាត់ស្បូននឹងច្រើនទៀតដែលបងប្អូនគួរតែចំណាយពេលវេលាទៅមើលសុកទុកស្បូនទៅវិភាគមាត់ស្បូនទៅពិនិត្យតួស្បូនទៅមើលកសោមពងញីចាទៅឆែកតាំងពីក្បាលដល់ចុងជើងជាពិសេសនៅក្នុងហ្នឹងក៏មានរឿងមួយដែលបងប្អូនចាប់អារម្មណ៍គឺពិនិត្យដោះហ្នឹងផងដែរព្រោះកាលណាតែអរម៉ូនប្រែប្រួលហ្នឹងដោះហ្នឹងក៏ងាយមានបញ្ហាដែរមានគិសមានដុំមានអីផ្សេងចាអញ្ចឹងត្រូវទៅពេទ្យស្ត្រីដើម្បីឲ្យគាត់ពិនិត្យពីក្បាលដងចុងជើងឲ្យម៉ាសេតដើម្បី screening ដឹងថាយើងចេញពីបន្ទប់អ្នកគ្រូមកវិញខ្ញុំគ្មានអីសោះចាអារម្មណ៍ប្រែប្រួលមែនតែប្រែប្រួលដោយរំភើបតែអរម៉ូនខ្ញុំអត់មានអីអត់អតុល្យភាពទេសុខភាពខ្ញុំគឺល្អធម្មតាចាអញ្ចឹងកុំភ្លេចចំណាយពេលទៅ screening ពីមុនខ្ញុំស្ថាបនិកពាក្យសួរសុខទុក្ខស្បូនឥឡូវខ្ញុំដូរពាក្យឲ្យបងប្អូនទៅ screening ស្បូនដើម្បីរកសុខភាពអង្គុលឲ្យខ្លួនឯងអរគុណច្រើនបងប្អូនទាំងអស់គ្នា